យើងកូរវាទៅកូរវាតិចៗទៅដើម្បីឲ្យវារលាយអស់អញ្ចឹងនៅពេលដែលវាអត់ទាន់រលាយអស់យើងទុកវាចោលនៅនឹងសិនទៅយើងអាចមកធ្វើមួយផ្នែកទៀតយើងអាចទុកវាម្ដុំសិនដើម្បីឲ្យវារលាយអស់ចាំវារលាយអស់អញ្ចឹងយើងយកធុងមួយទៀតធុងទី2គឺធុងទី2គឺយើងត្រូវដាក់អ្វីចូលគឺយើងដាក់មេសាប៊ូចូលដាក់មេសាប៊ូ N70 ចូលទាំងអស់អញ្ចឹងយើងចាក់មេសាប៊ូ N70 ចូលទាំងអស់ទៅគេយើងចាក់មេសាប៊ូ N70 ចូលទាំងអស់បន្តមកទៀតយើងចាក់អំបិលនៅក្នុងវិធីធ្វើគឺយើងឲ្យចាក់អំបិលពាក់កណ្ដាលណាយើងយកអំបិលពាក់កណ្ដាលមកចាក់ចូលមកជាមួយ N70 អញ្ចឹងយើងទុកពាក់កណ្ដាលយើងទុកពាក់កណ្ដាលសិនបន្តមកទៀតយើងកូរ N70 ជាមួយអំបិលហ្នឹងឲ្យវាចូលគ្នាសព្វបងប្អូនឃើញយើងកូរវាចឹងកូរចូលគ្នាសព្វមកហេតុអីទើបយើងត្រូវកូរវាឲ្យវាចូលគ្នាសព្វឲ្យវាលាយចូលគ្នាសព្វសិនគឺដើម្បីឲ្យ N70 ហ្នឹងវាពេលដែលវាប៉ះជាមួយទឹកទៅវាឆាប់រលាយវាអត់នៅដុំណាអញ្ចឹងយើងត្រូវកូរវាឲ្យវាចូលគ្នាសព្វសិនទៅពេលដែលយើងកូរវាចូលគ្នាសព្វហើយវាបដូរពណ៌ទៅជាពណ៌សបែបដោះគោណា